សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះគឺថ្ងៃពុធចឹងព័ត៌មានថ្ងៃនេះគឺមានតម៉ោង7:15មានព័ត៌មានមួយតទៅទៅនឹង ADP Non Farm Employment Change ព័ត៌មាននឹងតូចទេតែ Non Farm ធំគឺថ្ងៃសុក្រគឺត្រូវថ្ងៃទី8បាទហើយឥឡូវយើងកំពុងវិភាគផ្សារមើលថាតើផ្សារយើងគួរចូលបានត្រឹមណា Trading View អត់ទាន់ដាក់ license ជឿប្រាតើដាក់ license លោត license មកអញ្ចឹងថ្ងៃនេះគឺខ្ញុំវិភាគផ្សារសម្រាប់ time frame 1ម៉ោង4ម៉ោងអីគឺបិទមុននឹងតិចបិទមុនបើជាកន្លះម៉ោងអញ្ចឹងខ្ញុំនឹងធ្វើការ sell បន្តិចទៀតនេះបើជា sell នៅតម្លៃទង4630ក្នុងល្បាក់ហ្នឹងគឺក្បែរហ្នឹងអញ្ចឹងខ្ញុំនឹងដាក់ limit រួចហើយអញ្ចឹងយើងចាំមើលតើវាចូល limit យ៉ាងអត់ហើយសម្រាប់ trader ដៃថ្មីអ្នកគ្នាអាចឆានមកបានតើតើនឹងស្វែងយល់ពីវិស័យ trade ថាយើងគួរ trade ពីចំណុចណាទៅតែយើងគួរចាប់ផ្ដើមពីចំណុចណាគួរតែស្វែងយល់ពីកន្លែងណាទៅគឺអ្នកគ្នាអាចឆានមកបានគឺខ្ញុំនឹងព្យាយាមបញ្យល់អ្នកគ្នាយល់ក៏ដូចជាស្វែងយល់ពីការចូលទីផ្សារអញ្ចឹងការវិនិយោគវាមានចំណេញមានខាតប៉ុន្តែគឺយើងអត់ឲ្យខាតច្រើនជាងចំណេញទេគឺឲ្យខាតតិចជាងចំណេញឧទាហរណ៍តាអ្នកគ្នាចំណេញ100អញ្ចឹងឲ្យខាតទៅវិញតែ20 30វាទេគឺយើងចំណេញសមហ្នឹងយើងចំណេញយល់ទេអ្នកគ្នាអញ្ចឹងអត់មានអីច្រើនទេអញ្ចឹងតិចទៀតយើងធ្វើការចូលផ្សារគឺចាំមើលតើយើងចូលចំណេញឬក៏ខាតអញ្ចឹងយើងចាំមើលដល់គ្នាបាយបាយ